សួស្តីបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីការដោះស្រាយសម័យកាល Decree ទី2មានមួយអញ្ញត្តិហ្នឹងដោយប្រើរឹសងាយតើពាក្យថារឹសងាយហ្នឹងបែបម៉េចដូចខ្ញុំបាននិយាយក្នុងវីដេអូមុនអញ្ចឹងសម័យកាល Decree ទី2វាមានរាងវាគឺ ax ការ៉េបូកអី bx បូក c គឺស្មើ0មែនទេរាល់វិធីដែលយើងបានរៀនកន្លងមកមុននឹងយើងរៀនរឹសងាយហ្នឹងវាមានការវិធីកូដខ្វែងការបំបែកតួកណ្ដាលហ្នឹងហើយការប្រើ discriminant អីចឹង delta អីចឹងទៅក្នុងការរករឹសប៉ុន្តែនៅក្នុងចំណុចនេះវិញយើងការមានន័យថាការប្រើរឹសងាយហ្នឹងគឺយើងរករឹសដោយមិនចាំបាច់ប្រើរបៀបដែលខ្ញុំបាននិយាយមែនទេយើងប្រើមានន័យថាការរករឹសដែលយើងរៀនក្នុងអាហ្នឹងក្នុងអាវីដេអូហ្នឹងដោយគ្រាន់តែការយកមេគុណនឹងឲ្យយកមេគុណអាហ្នឹងបូកដកចូលគ្នាទៅបានយើងអាចសម្រេចថារឹសវាប៉ុន្មានហ្នឹងហើយអញ្ចឹងបើសិនជាយើងមានសមីការបែបនេះបើសិនជា a បូក b បូក c ស្មើ0យើងទាញបានអីយើងគ្រាន់តែយកអា3ហ្នឹងបើបូកគ្នាស្មើ0ក្នុងករណីហ្នឹងហ្នឹងហើយបើបូកគ្នាស្មើ0យើងទាញបានរឹសទី1គឺស្មើ1រឹសទី2គឺវាស្មើជាមួយនឹង c លើ a អ្នកគ្នាត្រូវចាំកន្លែងហ្នឹងប៉ុន្តែសួរថាតើគ្រប់សមីការ degree ទី1មានមួយអញ្ញត្តិនឹងអាចប្រើវិធីនឹងបានទេវាមិនអាចទេលុះត្រាតែការប្រើអានឹងបានលុះត្រាតែអី a b c ហ្នឹងបូកគ្នាស្មើ0ចុះបើសិនជាអីបើសិនជា a ដក b បូកឲ្យ c ស្មើ0យើងទាញបានអី x1 ស្មើដក1 x2 ស្មើដក c លើ a អញ្ចឹងអានេះគ្រាន់តែជាលក្ខណៈមួយដែលយើងអាចចាំឥឡូវយើងចូលលំហាត់អនុវត្តឧទាហរណ៍ថាខ្ញុំមានសមីការមួយ 2x ការ៉េបូកឲ្យ 3x ដក5ស្មើ0យើងដំបូងយើងទាញសិនឥឡូវ a ស្មើប៉ុន្មាន a ស្មើ2 b ស្មើ3ហើយ c ស្មើដក5ហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាចនឹងឆ្ងល់ថាតើ a ជាអី b ជាអី c ជាអីយើងអាចមើលកលេខទៅមើលសមីការ degree ទី2មានមួយអញ្ញត្តិនេះអញ្ចឹង a គឺជាតម្លៃលេខដែលវាឈរនៅមុខ x ការ៉េហើយ b គឺជាតម្លៃលេខដែលវាឈរនៅមុខ x ហើយ c គឺជាតម្លៃលេខដែលអត់មានអញ្ញត្តិនៅជាមួយហ្នឹងហើយអញ្ចឹងយើងទាញបាន a ស្មើ2 b ស្មើ3ហើយនិង c ស្មើដក5អញ្ចឹងយើងពិនិត្យមកដោយអីបងយើងបើសិនជាយើងពិនិត្យមក2បូក3ហើយយើងបូកនឹង c នេះដក5ពេលដែលយើងបូកគ្នាវាបាន5អានេះបានដក5បូកគុណនឹងដកវាចេញដកអញ្ចឹងវាស្មើ0យើងពិនិត្យមកអូខេយើងឃើញថា2បូក3បូកដក5វាស្មើ5ដក5ស្មើ0មែនទេអញ្ចឹងយើងអាចទាញបានថាទាញបានអី x1 ស្មើ1 x2 ឬឡើយនេះអាចដាក់ឬក្បៀសបើពេលខ្លះក្បៀសវាអាចតំណាងឲ្យនឹងហ្នឹងហើយប៉ុន្តែយើងអាចដាក់ក្បៀសបានគិតថាវាមិនអីទេមិនជាសំខាន់ណាស់ណាទេតែបើសិនជាយើងគិតថាអាចខុសតាក់ឆ្លប់តកៈយើងអាចដាក់ឬបានណាហ្នឹងហើយឬមកបាទឬ x2 ស្មើជាមួយនឹង c លើ a ដែលអី c ស្មើប៉ុន្មានដក5ហើយ a ស្មើ2ហ្នឹងគឺជារឹសនៃសមីការតោះនេះកន្លែងហ្នឹងបាទអានេះឧទាហរណ៍ទី1ឧទាហរណ៍ទី2ខ្ញុំមានឧទាហរណ៍ថាឥឡូវ 2x ការ៉េដដែលដកឲ្យ 3x ហើយដក5ស្មើ0ហ្នឹងហើយអញ្ចឹងអ្នកគ្នាពិនិត្យអ្នកគ្នាត្រូវចាំណាការពិនិត្យដើម្បីរករឹសងាយបែបហ្នឹងវាមានតែ2លក្ខណៈវាមានតែ2ប្រភេទទេទី1យកទាំង3បូកគ្នាឆែកមើលថាតើវាស្មើ0អត់ទី2គឺយើងយកអាទី1ទៅដកអាទី2មានន័យថាយក a ទៅដក b ហើយបូកជាមួយនឹង c ពេលណាយើងធ្វើអញ្ចឹងតើវាស្មើ0អត់ហ្នឹងហើយប៉ុណ្ណឹងអញ្ចឹងយើងអាចទាញបាន a ស្មើប៉ុន្មានស្មើ2 b ស្មើជាមួយដក3 c ស្មើដក5ដំបូងយើងសាកសិនយើងបូកទាំង3សិនឥឡូវបូកមក2បូកដក3បូកដក5អញ្ចឹងវាបានប៉ុន្មានវាបានដក6តើយើងអាចប្រើលក្ខណៈទី1នឹងបានទេអត់បានទេអញ្ចឹងយើងសាកអាទី2យើងសាកឥឡូវយើងយក2ដកនឹងដក3ហើយបូកជាមួយនឹងដក5ពេលណាដែលយើងធ្វើអានេះដកគុណនឹងដកបូកណាអញ្ចឹងវាបាន2បូក3ដក5អញ្ចឹងវាបាន5ដក5វាស្មើប៉ុន្មាន0អញ្ចឹងមានន័យថាម៉េចវាត្រូវជាមួយនឹងអាទី2នេះដូច្នេះយើងទាញបានអីយើងទាញបាន
x1 ស្មើជាមួយដក1 x2 ស្មើដក c លើ a អញ្ចឹង c ស្មើប៉ុន្មានអស់គ្នាដក5ដកអានេះលើ2អញ្ចឹងដកកូនដកបូកវាចេញ5លើ2អញ្ចឹងចំពោះចំណុចហ្នឹងគឺយើងមានតែប៉ុណ្ណឹងអ្វីដែលខ្ញុំចង់ផ្ដាំយើងអត់អាចប្រើអាហ្នឹងបានគ្រប់សមីការបានទេព្រោះអីមិនប្រកាសថា a b c ពីគ្រប់សមីការទាំងអស់បូកគ្នាចេញ0ហើយក៏បូកដកគ្នាចេញ0ដែរហ្នឹងហើយអញ្ចឹងយើងបើសិនជាយើងសាកអានេះអត់កើតយើងអាចសាកវិធីផ្សេងដូចខ្ញុំបាននិយាយនៅខាងដើមអញ្ចឹងវាមានអីខ្លះវាមាន8តួកណ្ដាលហ្នឹងហើយ8តួកណ្ដាលមានអីទៀតគុណខ្វែងបាទគុណខ្វែងមានន័យថា discriminant បាទ discriminant មានមួយទៀតគឺអីបំពេញការ៉េហ្នឹងហើយពេញការ៉េអញ្ចឹងអា4នេះបើយើងប្រើអានេះមិនបានយើងសាអា4នេះអញ្ចឹងក្នុងចំណោម4នេះមានអានេះ discriminant ហ្នឹងគឺគ្រប់ករណីមកប្រើបានគ្រប់ករណីបាទអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចំពោះវីដេអូហ្នឹងគឺប៉ុណ្្នឹងឯងអរគុណ